ពីតំបន់អាស៊ីអូសេអានីនិងសហរដ្ឋអាមេរិកពលរដ្ឋកម្ពុជារាប់ពាន់នាក់ដែលកំពុងរស់នៅនិងធ្វើការងារនៅក្រៅប្រទេសបានងើបឡើងយ៉ាងផុសផុលប្រឆាំងទៅនឹងការឈ្លានពានរបស់ប្រទេសថៃលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទីភ្នាក់ងារសារព័ត៌មាន AKP ផ្សាយកាលពីថ្ងៃអាទិត្យថាក្រោមព្យុះព្រិលតកជនរួមជាតិខ្មែរប្រមាណ150នាក់នៅប្រទេសកាណាដាបានដើរជាក្បួនបាតកម្មនិងដាក់ញត្តិជូនរដ្ឋសភាកាណាដាដើម្បីប្រឆាំងទៅនឹងការឈ្លានពានដោយយោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាពលរដ្ឋខ្មែរទាំងនេះលើកឡើងថាប្រទេសថៃបានបំពានប្រទេសកម្ពុជាដោយរំលោភទាំងស្រុងលើច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរថ្ងៃទី26ខែតុលាឆ្នាំ2025ជាមួយគ្នានេះដែរពលរដ្ឋខ្មែរប្រមាណ200ទៅ300នាក់មកពីគ្រប់ទិសទីនៅសហរដ្ឋអាមេរិកបានប្រមូលផ្ដុំគ្នានៅខាងមុខសេតវិមានរដ្ឋធានី Washington ដើម្បីទាមទារឲ្យលោកប្រធានាធិបតី Donald Trump ជំរុញប្រទេសថៃឲ្យឈប់ទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជាជាបន្ទាន់បើកឲ្យមានអ្នកសង្កេតការណ៍ឯករាជ្យប្រើប្រាស់ផ្កាយរណបសហរដ្ឋអាមេរិកដើម្បីផ្ទៀងផ្ទាត់ព្រឹត្តិការណ៍បាញ់ប្រហាររបស់ថៃមកលើប្រទេសកម្ពុជានិងជំរុញឲ្យប្រទេសថៃទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិនៅប្រទេសអូស្ត្រាលីឯណោះវិញប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាបង្ហាញស្មារតីជាតិនិយមដូចគ្នាដែរនិងបានផ្ញើសារទៅកាន់ប្រជាជាតិថៃឲ្យយល់ពីគ្រោះថ្នាក់នៃការបង្កសង្គ្រាមរបស់រដ្ឋាភិបាលខ្លួនមកលើប្រទេសនិងប្រជាពលរដ្ឋកម្ពុជាបាតុករកម្ពុជានៅប្រទេសកូរ៉េជាង2000នាក់បានប្រកាសជាសាធារណៈដល់សហគមន៍អន្តរជាតិថាកម្ពុជាត្រូវការសន្តិភាពប្រទេសថៃត្រូវតែឈប់ឈ្លានពានប្រទេសកម្ពុជាពលរដ្ឋទាំងនេះប្រមូលផ្ដុំគ្នានៅទីក្រុងសេអ៊ូលនិងទីក្រុងខ្វាងជូធំដើម្បីទាមទារឲ្យយោធាថៃបញ្ឈប់ជាបន្ទាន់នៅការឈ្លានពានមកលើប្រទេសកម្ពុជានៅតំបន់អាស៊ីដែរសហគមន៍ខ្មែរពលករនិងនិស្សិតខ្មែរនៅប្រទេសជប៉ុនជាង1500នាក់ប្រមូលផ្ដុំគ្នានៅទីក្រុងតូក្យូខេត្តអូសាកាខេត្តអាយឈីខេត្តហ៊ីរ៉ូស៊ីម៉ានិងខេត្តហ្វូគូអូកាកាលពីថ្ងៃអាទិត្យទី14ខែធ្នូឆ្នាំ2025ដែលថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអំពើឃោរឃៅរបស់ប្រទេសថៃមកលើដែនដីនិងប្រជាពលរដ្ឋស៊ីវិលកម្ពុជាក្រុមប្រជាពលរដ្ឋទាំងនេះបានលើកឡើងថាយោធាថៃបានបើកការវាយប្រហារដោយមិនរើសគោលដៅនិងប្រើប្រាស់អាវុធគ្រប់ធន់ឈ្លានពានអធិបតេយ្យភាពកម្ពុជាក្រុមបាតកោបានដាក់ញត្តិទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីប្រចាំនៅប្រទេសជប៉ុននិងក្រសួងការបរទេសជប៉ុនដែលអំពាវនាវឲ្យថ្កោលទោសចំពោះអំពើរំលោភបំពានរបស់យោធាថៃនិងចាត់វិធានការបន្ទាន់និងយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីដាក់សម្ពាធលើប្រទេសថៃឲ្យបញ្ឈប់ការឈ្លានពានមកលើប្រទេសកម្ពុជានៅប្រទេសថៃចលនាប្រឆាំងសង្គ្រាមឈ្លានពានមកលើកម្ពុជានៅមានតិចតួចនៅឡើយបវរកញ្ញាពិភពលោកឆ្នាំ2025អូផលស៊ូចាថាជុងស្រីកាលពីថ្ងៃអាទិត្យបានអំពាវនាវដ៏កម្រមួយដើម្បីសន្តិភាពដើម្បីបញ្ចប់សង្គ្រាមរវាងកម្ពុជានិងថៃក៏ប៉ុន្តែការអំពាវនាវនោះបានទទួលរងការវាយប្រហារយ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គមថៃនេះបើតាមកាសែតខៅសុទ្ធដែលបានផ្សាយនៅថ្ងៃច័ន្ទនេះប្រជាពលរដ្ឋថៃចំនួន6នាក់ជនបរទេសម្នាក់ប៉ូលីសពិសេសម្នាក់និងអ្នកយកព័ត៌មានថៃម្នាក់បានប្រមូលផ្ដុំគ្នានៅទីក្រុងបាងកកប្រឆាំងទៅនឹងសង្គ្រាមព្រំដែនរវាងកម្ពុជាថៃការប្រមូលផ្ដុំធ្វើឡើងកាលពីថ្ងៃសៅរ៍ទី13ខែធ្នូក្នុងចំណោមសារនៅលើផ្ទាំងបដាពលរដ្ឋម្នាក់សរសេរថាសូមបញ្ឈប់ការធ្វើយុទ្ធនាការបោះឆ្នោតដោយប្រើប្រាស់សេចក្តីស្លាប់កាសែតខៅសុទ្ធបានបង្ហាញភស្តុតាងប្រជាពលរដ្ឋថៃប្រមូលផ្ដុំគ្នាកាលពីថ្ងៃសៅរ៍នៅឈៀងម៉ៃដើម្បីទាមទារឲ្យបញ្ឈប់សង្គ្រាមព្រំដែនរវាងកម្ពុជាថៃលោកចំណានច័ន្ទរងដែលបានដឹកនាំក្រុមអ្នកតវ៉ានិយាយថាជនស៊ីវិលត្រូវតែទទួលបានការការពារប្រទេសថៃបើកការវាយប្រហារមកលើប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកម្លេះរបាយការណ៍ចុងក្រោយនៅរុស្ស៊ីថ្ងៃច័ន្ទនេះបង្ហាញថាអំពើឃោរឃៅរបស់ប្រទេសថៃបង្កឲ្យប្រជាពលរដ្ឋខ្មែរស្លាប់15នាក់រងរបួស73នាក់និងជនភៀសសឹកកើនឡើងដល់ជាង40,000នាក់